ជីវិតប្រចាំថ្ងៃរបស់ Mr. Maid Mr. Maid បានក្លាយជាមនុស្សល្បីប្រចាំភូមិភ្នំព្រះវិហារដោយសារតែវិធីឃ្វាទាដ៏ចម្លែករបស់គាត់ឥឡូវនេះអ្នកភូមិទាំងអស់បានដឹងហើយថាពេលណាពួកគេឮសំឡេងឆ្កែព្រុសខុសពីធម្មតាឬសំឡេងឆ្មាយំយ៉ាងចម្លែកនៅពេលថ្ងៃនោះគឺ Mr. Maid ដឹកនាំក្រុមទារបស់គាត់មកហើយថ្ងៃរះនិងភាពវឹកវរប្រចាំថ្ងៃមកដល់ជីវិតអ្នកឃ្វាលទាមិនមែនជាជីវិតស្រណុកសុខស្រួលនោះទេរៀងរាល់ព្រឹកមុនពេលថ្ងៃអាទិត្យរះ Mr. Maid ត្រូវតែត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមប្រចាំថ្ងៃរបស់គាត់ការងារដ៏លំបាកបំផុតគឺការរាប់ទា 5000 ក្បាលចេញពីទ្រុងទាទាំងអស់នោះមិនដែលចេញមកតាមសន្តិវិធីនោះទេពួកវាតែងតែកកកុញគ្នានៅមាត់ទ្វារបានបង្កើតឧបសគ្គជាធំមួយដើម្បីដោះស្រាយបញ្ហានេះ Mr. Maid បានប្រើសំឡេងថ្មីគឺសំឡេងក្អែកស្រែក Mr. Maid បានស្រែកឮទាទាំងអស់បានភ្ញាក់ផ្អើលហើយរត់ថយក្រោយមួយជំហានហើយ Mr. Maid បានបង្កើតផ្លូវមួយសម្រាប់ឲ្យទារត់ចេញពី3ក្បាលទើបបានវាស្រួលរាប់ Mr. Maid បានរាប់ទារួចហើយទាទាំងអស់គឺមិនគ្រប់ចំនួនទេបានតែ4999ទាតែប៉ុណ្ណោះគាត់ដឹងថាទូជាទាមិនធម្មតាបាត់ទៀតហើយគាត់ដើររកជុំវិញផ្ទះហើយទីបំផុតក៏ឃើញទូអង្គុយលើជញ្ជាំងផ្ទះបាយរួចសម្លឹងមើលទៅក្នុងខ្ទះឆាឡើងញញឹមហើយទូក៏គិតក្នុងចិត្តថាថ្ងៃណាមួយប្រកាសជាអញនៅក្នុងនឹងហើយ Mr. Maid ក៏ចាប់វាដាក់ក្នុងវងទាវិញរួចហើយក៏ចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅវាលស្រែដែលជាកន្លែងទាអាចស៊ីកាក់សំណល់ស្រូវដែលសេសសល់វិធីឃ្វាលទាដ៏ចម្លែកការឃ្វាលទាឆ្លងកាត់ផ្លូវភូមិគឺជារឿងមួយដែលឲ្យចង់មើលនៅពេលដែលវងទា Mr. Maid ទៅដល់ផ្លូវធំគាត់មិនប្រើដំបងវាយឬស្រែកឡើយគាត់គ្រាន់ធ្វើសំឡេងទន់សាយរត់តែប៉ុណ្ណោះដោយប្រើមាត់និងប្រើម្រាមដៃតែប៉ុណ្ណោះសំឡេងនេះបានធ្វើឲ្យទាមានអារម្មណ៍ថាមានអ្វីមួយយ៉ាងនៅខាងមុខដែលត្រូវរត់តាមថ្ងៃត្រង់ Mr. Maid បានសម្រាកនៅក្រោមដើមពោធិ៍មួយធំទាំងទា 5000 ក្បាលក៏កំពុងតែស៊ីចំណីយ៉ាងសប្បាយរីករាយ Mr. Maid ដេកលក់បន្តិចរហូតដល់មានអ្វីមួយយ៉ាងធ្វើឲ្យគាត់ភ្ញាក់នោះគឺសំឡេងទាមួយក្បាលស្រែកឮខុសពីធម្មតា Mr. Maid ក្រោកឡើងយ៉ាងលឿនហើយក៏ឃើញទូមិនមែនកំពុងស៊ីចំណីទេតែវាកំពុងតែប្រកែកជាមួយកូនជ្រូកតូចមួយក្បាលទូចង់ស៊ីស្លឹកចេកដែលកូនជ្រូកនោះកំពុងស៊ី Mr. Maid គ្រវីក្បាលហើយដឹងថាគាត់ត្រូវតែធ្វើអន្តរាគមន៍ Mr. Maid មិនបានបណ្ដោយទូទេតែគាត់បានធ្វើសំឡេងដូចជាសត្វថ្មាតហើរលើមេឃកូនជ្រូកភ័យខ្លាចសំឡេងនោះក៏រត់ចូលទៅក្នុងព្រៃទូក៏ឈ្នះហើយបានស្លឹកចេកនោះតាមដែលវាចង់បាន Mr. Maid ដេកដកដង្ហើមធំអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរបងប្អូនបាទចាំទស្សនានៅភាគ2បន្តទៀតបងប្អូនបាទវីដេអូនេះគឺវែងមែនតើបងប្អូនបាទសាច់រឿងគឺវែងបាទវីដេអូខ្លីអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទ